មកគ្រប់នឹងជម្រាបសួរប្រិយមិត្តពុកម៉ែបងប្អូនទាំងអស់គ្នាដែលនិយមលេងជាមួយនឹងឆ្នោតយួនបាទថ្ងៃនេះខ្ញុំវិលមកជួបប្រិយមិត្តពុកម៉ែបងប្អូនទាំងអស់គ្នាជាថ្មីគឺយើងបានពំនួនក៏ដូចជាគុណគូយកលេខលៀបសំណាងតម្រុយសម្រាប់បាត់ថ្ងៃទី25ខែ8ឆ្នាំ2026មកចែកជូនដល់ប្រិយមិត្តពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់បាលេងកំសាន្តនៅថ្ងៃស្អែកអញ្ចឹងប្រិយមិត្តទាំងអស់គ្នាដែលទើបទៅចូលមកបាទ channel ខ្ញុំបាទថ្មីហើយមិនទាន់បានចុច like ក៏ដូចជា subscribe កុំភ្លេចចុច like ក៏ដូចជា subscribe ដើម្បីទទួលបាននៅរាល់តម្រុយវីដេអូដែលខ្ញុំបាទធ្វើទៅបងប្អូនទាំងអស់គ្នានឹងទទួលបានបាទវីដេអូថ្មីក៏ដូចជាបាទតម្រុយច្បាស់ពី channel ខ្ញុំបាទតម្រុយឆ្នោតអវងអញ្ចឹងកុំឲ្យខាតពេលវេលាប្រិយមិត្តពុកម៉ែបងប្អូនទាំងអស់គ្នាយូរយើងចូលមកការហៅតម្រុយបាទសម្រាប់ថ្ងៃទី25គឺហៅដំបងគឺជាមួយនឹងអាពីលេខនៅថ្ងៃស្អែកបាទក្នុងទី1បាទគឺយើងមានបាទ41ហើយក្នុងទី2បាទគឺយើងមានបាទ55ហើយក្នុងទី3គឺយើងមានបាទ32អញ្ចឹងសម្រាប់ពីរលេខគឺយើងមានតែបាទ3ខ្ទង់នឹងទេសម្រាប់ជាតម្រុយឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាលេងនៅថ្ងៃស្អែកឥឡូវយើងងាកមកមើលជាមួយនឹងអា3លេខយើងវិញអា3លេខយើងវិញខ្ទង់ទី1បាទគឺយើងមាន972ហើយខ្ទង់ទី2គឺយើងមានបាទ795ហើយខ្ទង់ទី3គឺយើងមានបាទ317គឺយើងមានតែប៉ុណ្្នឹងទេសម្រាប់បាទអា3លេខសង្ឃឹមតែប្រិយមិត្តពុកម៉ែបងប្អូនទាំងអស់គ្នាពេញចិត្តយកទៅលេងនៅថ្ងៃស្អែកឥឡូវយើងងាកមកមើលជាមួយនឹងបាទលេខអូខ្ទង់យើងវិញសម្រាប់បាទថ្ងៃស្អែកណាគឺខ្ញុំឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាបាទលេងនៅអូនៅខ្ទង់ចិត្តណាប្រិយមិត្តបាទអូខ្ទង់ចិត្តហើយមួយលេខទៀតបាទគឺខ្ទង់8អញ្ចឹងប្រិយមិត្តពុកម៉ែបងប្អូនទាំងអស់គ្នាស្រឡាញ់ពេញចិត្តបាទតម្រុយណាពុកម៉ែបងប្អូនទាំងគ្នាគិតថាជាលេខនាំលៀបនាំសំណាងនាំជោគនាំជ័យបាទជូនដល់ប្រិយមិត្តពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់បាទថ្ងៃទី25ខែ8ឆ្នាំ2026ពុកម៉ែបងប្អូនទាំងអស់គ្នាបាទយកលេខនោះយកទៅលេងបានបាទប្រិយមិត្តពុកម៉ែបងប្អូនទាំងគ្នាមិនពេញចិត្តទេក៏បាទគ្រាន់តែមើលហើយក៏អហីទៅព្រោះបាទបងប្អូនទាំងគ្នាមិនស្រឡាញ់ពេញចិត្តបាទលេខនោះអញ្ចឹងជាចុងក្រោយនៃវីដេអូនេះខ្ញុំបាទសូមអរគុណពុកម៉ែបងប្អូនទាំងគ្នាដែលចំណាយពេលមកតាមដានជាមួយនឹងតម្រុយរបស់ខ្ញុំបាទជារៀងរាល់ថ្ងៃហើយវីដេអូក៏បានដល់ទីបញ្ចប់សូមអរគុណសូមគោរពលា